ដីប្រពន្ធប្រសិនបើចង់រួមសុខរួមទុក្ខជាមួយនឹងគ្នាបានយូរអង្វែងនោះសូមអ្នកត្រូវមានការអត់ធន់និងការអត់ធ្មត់ឲ្យបានច្រើនបន្តិចកុំយកដៃតន់ជើងហើយនឹងប្រើកម្លាំងបាយវាយដំធាក់ឬក៏ជេរប្រមាថគ្នាទៅវិញទៅមកធ្វើអីអ្នករកចម្លើយឬក៏រកដំណោះស្រាយជីវិតមិនឃើញនោះទេហើយក៏ធ្វើឲ្យខ្សែជីវិតរបស់អ្នកទាំងពីរបង្កើតនៅរឿងអាស្រូវនិងរឿងជូរចត់ជាច្រើនផងនោះដែរហើយក៏បានចាក់ស្រេះឆ្លាក់ជាប់នៅក្នុងបេះដូងរបស់អ្នកអស់មួយជីវិតគ្មានថ្ងៃនឹងបំភ្លេចវាបានឡើយទោះបីអ្នកខំប្រឹងព្យាយាមបំភ្លេចវាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយឬក៏មិនឲ្យមានរឿងទាំងនោះកើតឡើងមកលើរូបអ្នកសូមអ្នកទាំងអស់គ្នាត្រូវធ្វើវាឲ្យបានហើយបញ្ឈប់នៅរាល់ទង្វើហិង្សាមកលើក្រុមគ្រួសារអ្នកខ្ញុំយល់គ្មាននរណាម្នាក់អាចគេចផុតនៅការឆ្លោះប្រកែកគ្នាទាស់សម្ដីគ្នាហើយតែងតែមានពាក្យលើសលួសនឹងគ្នាជាដើមតែការសំខាន់នោះប្រសិនបើអ្នកជួបរឿងណាមួយដែលមិនសប្បាយចិត្តពីដៃគូរបស់ខ្លួននោះសូមធ្វើដូចរបៀបនេះវិញកុំឈានដល់ប្រើអំពើហិង្សានាំឲ្យខាតប្រយោជន៍របស់អ្នកទាំងពីរនោះទេនិងប៉ះពាល់នៅជីវភាពនៃការរស់នៅរបស់អ្នកផងនោះដែរសូមអ្នកចាំឲ្យបានច្បាស់ពេលដែលអ្នកខឹងសូមអ្នកយកការខឹងរបស់អ្នកទៅធ្វើអ្វីមួយដូចជាធ្វើអ្វីមួយនៅខាងក្រៅការងារឬក៏អ្វីដែលត្រូវធ្វើប្រចាំថ្ងៃរបស់អ្នកធ្វើយ៉ាងណាឲ្យឃ្លាតឆ្ងាយពីដៃគូរបស់អ្នកនៅពេលដែលអ្នកកំពុងតែមានកំហឹងកុំនៅក្បែរគ្នាហើយតតាំងពាក្យសម្ដីទៅវិញទៅមកគ្មានចំណេញដល់អ្នកនោះទេមានតែការកើនឡើងនៅកំហឹងនឹងអាចឈានដល់ប្រើអំពើហិង្សាទៀតផងអ្នកត្រូវតែធ្វើរបៀបនេះទើបការចំនួននឹងចោះកម្ដៅអន់ថយឆាប់រហ័សបើអ្នកធ្វើវាបានពិតជាល្អខ្លាំងណាស់ហើយប្រពន្ធរបស់អ្នកក៏កោតខ្លាចថែមទាំងគោរពអ្នកថែមទៀតផងនេះជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់អ្នកជាប្តីជាមេគ្រួសាររីឯនារីជាប្រពន្ធវិញអ្នកជាមនុស្សស្រីតែងតែមានការច្រងែងច្រងាងបន្តិចហើយនៅពេលដែលអ្នកខឹងប្រសិនបើអ្នកមិនចង់ឲ្យមានចំនួនឆ្លោះប្រកែកគ្នាច្រើនហើយញឹកញាប់នោះសូមអ្នកបន្ថយនៅការនិយាយស្ដីបន្តិចដើម្បីក្តីសុខនិងជីវភាពការរស់នៅប្រចាំថ្ងៃរបស់អ្នកពេលដែលអ្នកខឹង 1. កុំនិយាយច្រើនពេក 2. កុំរំលឹករឿងចាស់ 3. កុំរអ៊ូច្រើននៅរឿងបានកន្លងផុតឬក៏អ្វីមួយដែលអ្នកទើសជាដើម 4. កុំប្រើពាក្យអាមឹងដូចជាឯងអញមិនល្អស្ដាប់ហើយក៏មិនត្រូវប្រើពាក្យនឹងនោះដែរ 5. កុំប្រច័ណ្ឌច្រើនពេកការប្រច័ណ្ឌច្រើនមិនមែនជាជំរើសល្អសម្រាប់អ្នកនោះទេហាក់បីដូចអ្នកនាំរឿងមកដិតខ្លួនឯងអញ្ចឹងប្រសិនបើអ្នកទប់អារម្មណ៍របស់អ្នកមិនបានសូមអ្នកបញ្ចេញទៅលើកិច្ចការរបស់អ្នកប្រចាំថ្ងៃពិតជាល្អពេកក្រៃហើយមានប្រយោជន៍ដល់អ្នកថែមទៀតផងការងាររបស់អ្នកក៏បានរួចរាល់ផងនោះដែរនៅមានរឿងជាច្រើនទៀតតែកុំអោយវែងឆ្ងាយប្រសិនបើអ្នកធ្វើវាបានដូច្នេះមែននោះដៃគូរបស់អ្នកគូស្វាមីរបស់អ្នកនឹងគោរពអ្នកថែមទាំងកោតខ្លាចនៅអ្វីដែលអ្នកបានធ្វើវានោះដែរនេះហើយនៃការសម្រួលនឹងជាវិធីសាស្ត្រមួយដ៏ល្អសម្រាប់គ្រួសារនេះមួយប្រសិនបើអ្នកធ្វើវាបានការរស់នៅរបស់អ្នកមិនសូវមានចំនួនគ្នានឹងគ្នានោះទេហើយក៏មានការរីករាយជាមួយក្រុមគ្រួសាររបស់អ្នកផងនោះដែរអ្វីក៏ដោយប្រសិនបើអ្នកចេះឲ្យតម្លៃខ្លួនឯងនិងអ្នករស់នៅជុំវិញខ្លួនរបស់អ្នកនឹងជួបតែក្តីសុខជានិច្ចជាកាលមិនចាំបាច់អ្នកបន់ស្រន់រកអ្វីនោះទេនៅលើចិត្តគំនិតរបស់អ្នកនិងទង្វើរបស់អ្នកតែប៉ុណ្ណោះក្តីសុខនិងទុក្ខគឺនៅលើអ្នកជាអ្នកបង្កើតវាឡើងកូនខ្មែរក្រៅស្រុកផ្សាយចេញពីទីក្រុងមែលប៊នរដ្ឋ Victoria ប្រទេសអូស្ត្រាលីសូមអរគុណ
យ៉ាងអាណែកដែលបានតាមដានពីដើមរហូតដល់ចប់សូមជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលារាត្រីសួស្តី